បាទមានសួរបងប្អូនអរគ្នានេះថ្ងៃទី22ខែ5ឆ្នាំ2026តម្លៃហាងឆៃមាសនៅព្រឹកថ្ងៃសុក្រនេះគឺស្ថិតនៅក្នុងតម្លៃ$4,524ក្នុង1អោនគឺថាការពីម្សិលមិញគឺវាបានបកចុះមករកតំបន់ resistance នេះវិញបន្ទាប់ពីវា break ហើយវាក៏បានបកចុះមកតំបន់ resistance នេះវិញហើយក៏ឡើងទៅវិញអញ្ចឹងចំពោះការឡើងទៅវិញនោះគឺវាបានបុកនឹង trend line ហើយក៏បានទីតេសចុះមកវិញហើយណាបងប្អូនបាទអញ្ចឹងយើងមើល trend line នេះហើយនេះទី1ទី2ទី3អញ្ចឹងវាបានចុះឡើងទៅប៉ះហើយចុះមកជើងទៀតឡើងទៅប៉ះហើយចុះមកជើងទៀតអញ្ចឹងការចុះនេះគឺមិនទាន់ឃើញចុះដាច់នៅតំបន់ support នេះទេណាអញ្ចឹងទិសដៅមាសអាចបន្តការឡើងទៅលើបន្ថែមទៀតបាទអាចបន្តការឡើងបើសិនជាខាងន័យថាវាចុះអត់ដាច់ក្នុង support កន្លែងនេះទេវានឹងឆ្ពោះទៅលើទៅតំបន់លើនេះវិញទៅតំបន់ resistance វិញអញ្ចឹងបងប្អូនអាចចូល sell នៅ zone resistance នេះវិញម្ដងបាទចូលតំបន់នេះ sell នេះជាតំបន់ទី1នៃការ sell នៅតម្លៃ$4,590ក្នុង1អោនហើយបើសិនជាវា break ទៀតបងប្អូនអាចចូល sell នៅតំបន់ទី2នេះគឺនៅតម្លៃ$4,610ទៅ$4,620ក្នុង1អោនបាទបើសិនជាក្នុងករណីថាវាចុះ break ដាច់តម្លៃ support នេះគឺទិសដៅវាគឺអាចនឹងរងតំបន់ support អស់នេះវិញទៀតហើយអញ្ចឹងវាអាចនឹងចូលមកតំបន់នេះគឺបងប្អូនចូល buy ខាងក្រោមនេះវិញម្ដងណាបងប្អូនបានចូល buy ឡើងនេះមកអញ្ចឹងមួយតំបន់ support នេះបងប្អូនចូល buy ឬតែវាបាទវា rejection ហើយវា confirm candlestick bullish engulfing បងប្អូនចូលនៅតម្លៃអស់ហ្នឹងទៅវានឹងអាចនឹងឡើងទៅ take profit នៅតំបន់ sell ទី1ឬក៏តំបន់ sell ទី2នេះបានអញ្ចឹងឃើញថាថ្ងៃនេះគឺវាមាននៅ sideways ទេនៅមកទីនេះគឺអត់ទាន់មានការប្រែប្រួលខ្លាំងទេអាចនឹងប្រែប្រួលខ្លាំងនៅពេលយប់នៅចូលដល់ម៉ោងអាហ្វ្រិកហើយព្រឹកថ្ងៃច័ន្ទសប្តាហ៍ក្រោយអាចនឹងមូខ្លាំងទៀតណាអញ្ចឹងបងប្អូន trade ក្នុងថ្ងៃសុក្រនេះគឺប្រយ័ត្នកុំជាប់ហូលព្រោះថ្ងៃសៅរ៍អាទិត្យយើងមិនដឹងថាមានព្រឹត្តិការណ៍អីកើតឡើងទេព្រោះព្រឹត្តិការណ៍សង្គ្រាមនៅខាងអាមេរិកជាមួយអ៊ីរ៉ង់គឺនៅតែមិនទាន់មានការចូលតចាច្បាស់លាស់ទេបាទមិនទាន់មានចុះកិច្ចព្រមព្រៀងទេនៅតែសពេចសពិលអញ្ចឹងអាចនឹងមានព្រឹត្តិការណ៍ថ្មីៗកើតឡើងទៀតអញ្ចឹងថ្ងៃច័ន្ទបើកផ្សារទៅវានឹងដាច់ gap ឬក៏មានការប្រែប្រួលខ្លាំងយើងជោគថាអត់ទាន់អញ្ចឹងទៅអញ្ចឹងបងប្អូន trade បងប្អូនធ្វើម៉េចកុំឲ្យចុះហូលនៅក្នុងចុងសប្តាហ៍នេះណាបងប្អូនអូខេបងប្អូនការវិភាគនេះគឺយើងមាន4តំបន់ក្នុងការចូលទិញលក់បានតំបន់ sell 2តំបន់តំបន់ buy មាន2តំបន់តំបន់ buy គឺនៅតម្លៃ$4,455ក្នុង1អោនបាទហើយតំបន់ sell ខាងលើគឺនៅ$4,620ក្នុង1អោនអរគុណបងប្អូនអរគ្នា